ខ្ញុំបាទសូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពអាយដាមឧបនាយករដ្ឋមន្ត្រីអាយដាមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាអាយដាមលោកជំទាវទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអាយដាមលោកជំទាវអគ្គរដ្ឋទូតអគ្គរាជទូតនៃបណ្ដាប្រទេសជាមិត្តអាយដាមលោកជំទាវលោកអង្ញាលោកស្រីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិនិងបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រីថ្ងៃនេះខ្ញុំបាទព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តស្វាយរៀងព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពិតជាមានកិត្តិយសនិងក្តីសោមនស្សក្រៃលែងសូមសម្ដែងនៅគៀវរកិច្ចដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីក្នុងឱកាសនៃការប្រារព្ធទិវាមច្ឆជាតិ1កក្កដាលើកទី21នៅទន្លេវាយគោខេត្តស្វាយរៀងនាពេលនេះវត្តមានដ៏ឧត្តមឧត្តមបំផុតរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលនិងលោកជំទាវតាំងពីអាណត្តិមុនរហូតមកដល់ពេលបច្ចុប្បន្នព្រមទាំងថ្នាក់ដឹកនាំកម្ពុជាក្នុងទិវាមច្ឆជាតិគឺជាសក្ខីភាពនិងការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតរបស់ជាតិចំពោះវិស័យកសិកម្មដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិខ្ញុំបាទសូមគោរពជំរាបជូនថាជាមួយនឹងការចូលរួមដ៏សំខាន់នៃភោគផលក្នុងការធានាសន្តិសុខស្បៀងនិងការលើកស្ទួយជីវភាពប្រជានេសាទក៏ដូចជាដើម្បីការពាររក្សានិងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាពកាលពីឆ្នាំ2002រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃ1កក្កដាជាទិវាមច្ឆជាតិនិងតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ2003មកដោយមានការលែងត្រីមេពូជកូនត្រីនិងវារីជាតិក្នុងចំនួនប្រមាណ5លានកូនក្នុងមួយឆ្នាំចូលទៅក្នុងទឹកធម្មជាតិនៃទូទាំងប្រទេសសម្រាប់ទិវាមច្ឆជាតិលើកទី21នៅទន្លេវាយគោអគ្គនាយកដ្ឋានជលផលដែលជាអតីតរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគ្រោងនឹងលែងប្រភេទត្រីមេពូជក្នុងស្រុកនិងកូនត្រីចម្រុះចំនួន1លាន5សែនក្បាលនិងមានកូនត្រីឆ្ពិនត្រីកាហែក្នុងនោះមានកូនត្រីឆ្ពិនត្រីកាហែត្រីពលុងត្រីប្រាកង្កែបអន្ទង់និងបង្កងព្រមទាំងប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ដូចជាត្រីគល់រាំងអណ្ដើកនិងកន្ធាយជាដើមផងដែរនៅឆ្នាំ2026នេះគឺជាលើកទី2ហើយដែលទិវាមច្ឆជាតិបានប្រារព្ធឡើងនៅទន្លេវាយគោខេត្តស្វាយរៀងដែលលើកទី1យើងប្រារព្ធកាលពី15ឆ្នាំមុននៅឆ្នាំ2011ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនពាក់ព័ន្ធនឹងប្រវត្តិឈ្មោះទន្លេវាយគោនេះខ្ញុំបាទក៏សូមជម្រាបជូនថាតាមការស្រាវជ្រាវក្នុងអំឡុងសតវត្សទី12-13អ្នកស្រុកយើងបានហៅទន្លេនេះថាជាទន្លេវាយគោដោយហេតុថាអ្នកស្រុកនិងឈ្មួញនៅតំបន់នេះធ្លាប់មានប្រវត្តិវាយសត្វគោក្របីឲ្យឡើងទូកឬសំពៅដើម្បីចម្លងទៅត្រើយម្ខាងការសម័យនោះប្រជាពលរដ្ឋរស់នៅតាមដងទន្លេមានសកម្មភាពជួញដូរជាមួយនឹងឈ្មួញជនជាតិចិននិងអណ្ណាមដែលចេញចូលតាមទូកនិងសំពៅដើម្បីដោះដូរដឹកទំនិញផ្សេងៗរួមទាំងសត្វគោក្របីផងដែរទន្លេនេះមានជម្រៅល្មមនិងមានដៃតភ្ជាប់ទៅប៉ែកខាងក្រោមដែលផ្ដល់អំណោយផលខ្ពស់សម្រាប់ការធ្វើការនេសាទការធ្វើស្រែចម្ការនិងដំណើរការក្នុងការដឹកជញ្ជូនតាមផ្លូវទឹកបច្ចុប្បន្នអាងទន្លេវាយគោមានទំហំប្រមាណ1686ហិកតានៅរដូវវស្សានឹងអាចស្តុកទឹកបាន30លានម៉ែត្រគូបនិងមានទំហំជិត1350ហិកតានៅរដូវប្រាំងដែលអាចស្តុកទឹកបាន15លានម៉ែត្រគូបហើយទន្លេវាយគោនៅតែរក្សាបានតួនាទីដ៏សំខាន់ក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតអាដាមលោកជំទាវអង្គពិធីទាំងមូលជាទីមេត្រីក្នុងបរិយាកាសដ៏មហោឡារិកនេះ
ខ្ញុំបាទសូមអនុញ្ញាតជំរាបជូនអង្គពិធីបានជ្រាបថាក្រោមការដឹកនាំចលនាប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនវិស័យកសិកម្មកម្ពុជាបានឆ្លងផុតពីដំណាក់កាលកសិកម្មបែបប្រពៃណីផលិតស្បៀងមិនគ្រប់គ្រាន់និងពឹងផ្អែកទៅលើជំនួយពីបរទេសមកជាដំណាក់កាលកសិកម្មទំនើបប្រើប្រាស់គ្រឿងយន្តនិងបច្ចេកវិទ្យាកាន់តែច្រើនឡើងនិងមានពិពិធកម្មខ្ពស់ផលិតកម្មស្បៀងកាន់តែសម្បូរហូរហៀធានាសន្តិសុខស្បៀងក្នុងស្រុកបានពេញលេញគ្រប់ឋានៈគ្រប់កលៈទេសៈនិងថែមទាំងបាននាំចេញផលិតផលរាប់លានតោនក្នុងតម្លៃរាប់ពាន់លានដុល្លារដែលជួយលើកកម្ពស់ជីវភាពបងប្អូនប្រជាកសិករនិងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិជាមួយគ្នានេះក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់មោះមុតប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាវិស័យកសិកម្មបន្តរីកចម្រើនជាលំដាប់និងបានសម្រេចនៅផលិតផលសមិទ្ធផលថ្មីៗជាច្រើនថែមទៀតគួរជាទីមោទនៈហើយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់នៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រដ្ឋាភិបាលជាលទ្ធផលទោះបីជាបរិបទពិភពលោកមានការប្រែប្រួលខ្លាំងស្មុគស្មាញហើយមានការប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុយ៉ាងណាក្តីប៉ុន្តែវិស័យកសិកម្មកម្ពុជានៅតែរក្សាភាពធន់បានខ្ពស់និងរក្សាតួនាទីក្នុងការរក្សាសន្តិសុខស្បៀងនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាក់ស្ដែងនៅក្នុងឆ្នាំ2025កន្លងទៅវិស័យកសិកម្មបន្តរួមចំណែកជាង 16% នៃផលិតផលសរុបក្នុងស្រុកជាមួយនឹងតម្លៃបន្ថែមសរុបកើនឡើងដល់ជាង 8.3 ពាន់លានដុល្លារនិងបាននាំចេញនៅផលិតផលកសិកម្មជិត 15 លានតោនទៅកាន់ 94 ប្រទេសទូទាំងពិភពលោកគិតជាទឹកប្រាក់ជិត 6.5 ពាន់លានដុល្លារក្នុងនោះអនុវិស័យដំណាំជាង 5.6 ពាន់លានដុល្លារដោយឡែកក្នុងការជំរុញកម្មវិធីគោលនយោបាយអត្ថិភាពទី5និងទី6របស់រដ្ឋាភិបាលមកទល់ពេលនេះយន្តការថែរក្សាស្ថិរភាពថ្លៃកសិផលបានបញ្ចេញថវិកាជាតិក្នុងអត្រាការប្រាក់កម្រិតទាបចំនួន5លើកតាមរយៈធនាគារអភិវឌ្ឍជនបទនិងកសិកម្មដែលបានជួយឲ្យរោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពបន្ថែមកាន់តែច្រើនទៀតក្នុងការប្រមូលទិញស្រូវពីបងប្អូនប្រជាពលរដ្ឋធានាឲ្យមានទីផ្សារជានិច្ចទោះបីជាតម្លៃនៅក្នុងតម្លៃមួយអាចសមរម្យមិនឲ្យខាតនោះក៏ដោយនៅរដូវប្រមូលផលកន្លងមកយើងបានបញ្ចេញថវិកាសរុបចំនួន5ជុំគិតជាទឹកប្រាក់170លានដុល្លារក្នុងនោះជុំទី3នៃឆ្នាំ2025បានចូលរួមចំណែកជួយរក្សាស្តុកអង្ករសម្រាប់ការនាំចេញនិងកំណើនជាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករកម្ពុជារហូតដល់ 95,000 តោនក្នុងឆ្នាំកន្លងទៅទន្ទឹមនឹងនេះមន្ត្រីកសិកម្មឃុំទាំង 1526 នាក់ដែលបានជ្រើសតាមរយៈការប្រឡងប្រកបដោយតម្លាភាពបាននឹងកំពុងអនុវត្តតួនាទីភារកិច្ចយ៉ាងសកម្មនៅតាមបណ្ដាឃុំគោលដៅក្នុងការផ្សព្វផ្សាយបច្ចេកទេសផលិតជួយវិភាគនិងកាត់បន្ថយថ្លៃដើមជួយដោះស្រាយបញ្ហាជាក់ស្ដែងជួយតាមដានតម្លៃផលិតផលកសិកម្មនិងជួយសម្របសម្រួលរកទីផ្សារឲ្យបានកាន់តែច្រើនឡើងដោយទទួលបានការសាទរពីបងប្អូនប្រជាកសិករទូទាំងប្រទេសជាងនេះទៀតមកទល់ពេលនេះសហគមន៍កសិកម្មទំនើបចំនួន32ត្រូវបានបង្កើតឡើងក្នុងខេត្តចំនួន12ដែលជាសហគមន៍កសិកម្មមានសេដ្ឋកិច្ចមាត្រដ្ឋាននិងមានរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងច្បាស់លាស់ដើម្បីជួយធានានិរន្តរភាពផលិតកម្មជួយតម្រង់ទិសផលិតផលកសិកម្មស្របទៅនឹងតម្រូវការទីផ្សារជួយកាត់បន្ថយថ្លៃដើមផលិតនិងជួយរកទីផ្សារដែលមានតម្លៃកាន់តែប្រសើរឡើងជាមួយនឹងការចុះកិច្ចសន្យាផលិតកម្មកសិកម្មជាបន្តបន្ទាប់ក្នុងតម្លៃរាប់សិបលានដុល្លារសម្រាប់ប្រជាកសិករក្នុងសហគមន៍ក្នុងបរិបទនៃការបិទព្រំដែនដោយឯកតោភាគីពីភាគីថៃក្នុងឆ្នាំ2025-26នេះមានការជួយជុំជែងពេញលេញពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសម្រាប់បានជោគជ័យក្នុងការចរចាបើកទីផ្សារសម្រាប់ការនាំចេញអង្ករទៅប្រទេសហ្វីលីពីនលើកដំបូងការបើកទីផ្សារសម្រាប់នាំចេញផលិតផល4មុខថ្មីទៀតទៅប្រទេសចិនរួមមានទុរេនសម្បុកត្រចៀកកម្មក្រពើនិងមានស្ងួតព្រមទាំងការបើកផ្លូវដឹកជញ្ជូនឆ្លងកាត់ព្រំដែនឡាវទៅប្រទេសចិន
ដែលមានផលិតផលសរុបចំនួន6មុខក្នុងនោះមានទុរេនមានដំឡូងមីអង្ករស្វាយនិងចេកបន្ថែមពីការបើកទីផ្សារកន្លងមកដើម្បីជួយស្រូបយកផលិតផលកសិកម្មដែលបងប្អូនប្រជាកសិករខិតខំផលិតបានសម្រាប់អនុវិស័យជលផលដែលជាអនុវិស័យធំទី2បន្ទាប់ពីអនុវិស័យដំណាំនឹងបានចូលរួមចំណែក 20% ក្នុងវិស័យកសិកម្មក្រសួងបានបន្តសម្រេចនៅសមិទ្ធផលកាន់តែល្អប្រសើរក្នុងការគ្រប់គ្រងអភិរក្សនិងអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាពដោយបានរក្សានៅតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍនៅក្នុងឆ្នាំ2025បរិមាណផលិតផលសរុបសម្រាប់ប្រមាណជិត1លានតោនកើនឡើង 6% ធៀបនឹងឆ្នាំ2024ក្នុងនោះផលនេសាទទឹកសាបបានកើន 10% ដែលឆ្លុះបញ្ចាំងឲ្យឃើញពីជោគជ័យនៃសកម្មភាពអប់រំផ្សព្វផ្សាយបង្ការទប់ស្កាត់និងអនុវត្តច្បាប់របស់មន្ត្រីយើងចំពោះសកម្មភាពនេសាទខុសច្បាប់និងមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរទូទាំងប្រទេសដែលមានការចូលរួមយ៉ាងសំខាន់ពីរដ្ឋបាលខេត្តនិងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធពេញមួយឆ្នាំ2025និងបន្តដល់ដើមឆ្នាំ2026នេះប្រជាពលរដ្ឋគ្រប់ទិសទីបានសប្បាយរីករាយជាមួយនឹងភោគផលនេសាទដែលកាន់តែកើនឡើងនិងសម្បូរបែបដោយបានផុសរូបភាពនិងវីដេអូពាសពេញបណ្ដាញសង្គមជាបន្តបន្ទាប់ជាមួយគ្នានេះក្រសួងសម្រាប់បានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គដោយឆ្នាំ2025កន្លងទៅគឺជាឆ្នាំដំបូងបំផុតដែលមិនមានផ្សោតស្លាប់គិតតាំងពីពេលដែលរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអភិវឌ្ឍនិងអភិរក្សតំបន់ទេសចរណ៍ផ្សោតទន្លេមេគង្គកាលពីឆ្នាំ2006មកទល់ពេលនេះតាមការកំណត់ត្រារបស់មន្ត្រីអភិរក្សជលផលកម្ពុជាមានផ្សោតសរុប117ក្បាលទន្ទឹមនឹងនេះនៅខែឧសភាឆ្នាំ2026ក្រសួងកសិកម្មលោកខាប្រមាញ់និងនេសាទបានទទួលការកោតសរសើរនិងវាយតម្លៃខ្ពស់ពីសាស្ត្រាចារ្យវ៉ាងឌិញជំនាញជាន់ខ្ពស់នៃការអភិរក្សសត្វផ្សោតអត់ព្រៃខ្នងនៃវិទ្យាឋានវរិយសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិនចំពោះជោគជ័យនៃការការពារនិងអភិរក្សសត្វផ្សោតនៅកម្ពុជាជោគជ័យដ៏ត្រចះត្រចង់នេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំមន្ត្រីជំនាញឆ្មាំទន្លេជាពិសេសអគ្គនាយកដ្ឋានជលផលដោយមានការចូលរួមយ៉ាងសកម្មពីរដ្ឋបាលខេត្តកោះចេះនិងខេត្តស្ទឹងត្រែងជាលំនៅរបស់សត្វផ្សោតក៏ដូចជាអង្គការដៃគូផ្សេងរួមជាមួយនឹងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដែលបានចុះតំបន់អភិរក្សផ្សោតពីទីតាំងជាបានសម្គាល់កម្មសិទ្ធិរបស់រដ្ឋសម្រាប់ការពារអភិរក្សសត្វផ្សោតនៅខេត្តកោះចេះនិងខេត្តស្ទឹងត្រែងជាមួយគ្នានេះក្រសួងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សធនធានជលផលនៅតំបន់សមុទ្រផងដែរដោយមកដល់ពេលនេះយើងបានដាក់ពង្រាយចម្រុះសុភនិមិត្តចំនួន2152ប្រអប់នៅក្នុងខេត្តកែបខេត្តកំពតនិងខេត្តកោះកុងដើម្បីការពារនិងបង្កើតទីជម្រកវារីសត្វនិងបានបំពាក់ប្រព័ន្ធតាមដាននាវានៅលើទូកនេសាទចំនួន1515គ្រឿងដើម្បីតាមដានការនេសាទសមុទ្រទប់ស្កាត់និងបទល្មើសក្នុងតំបន់ការពារនិងអភិរក្សជលផលក៏ដូចជាដើម្បីជួយសង្គ្រោះប្រជានេសាទបានទាន់ពេលវេលាក្នុងគ្រាអាសន្នជាងនេះទៀតក្រសួងបានដាំកូនឈើព្រៃលិចទឹកដូចជាស្នាយផ្ទោលត្រោះចកែងនិងដើមកោងកាងជាដើមបានជាង30,000ដើមនៅលើផ្ទៃដី417ហិកតាក្នុងឆ្នាំ2025ដើម្បីស្ដារប្រព័ន្ធអេកូឡូស៊ីនិងបង្កើនព្រៃលិចទឹកសម្រាប់ចម្រោកមច្ឆជាតិនៅតំបន់ទឹកសាបនិងទឹកសមុទ្រការថតបង្ហោះផ្សេងជាញឹកញាប់លើបណ្ដាញសង្គមដោយភ្ញៀវទេសចរនៅវងសត្វដែលជាប្រភេទសត្វកម្រដូចជាជ្រូកទឹកផ្សោតផ្កាឈូកអណ្ដើកលួងជាដើមនៅតាមតំបន់ឆ្នេរឆ្លុះបញ្ចាំងពីភាពជោគជ័យថ្មីទៀតនៃការងារអភិរក្សជលផលតំបន់សមុទ្រកម្ពុជាពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានជលផលមន្ត្រីជំនាញអគ្គនាយកដ្ឋានជលផលបានកំពុងស្រាវជ្រាវនិងថែបំពន់និងភ្ញាស់ត្រីគល់រាំងត្រីខ្យាត្រីខ្ជិងត្រីក្រំនិងត្រីតុកែខណៈដែលអ្នកភ្ញាស់កូនត្រីនៅតាមបណ្ដាកសិដ្ឋានក្នុងស្រុកអាចផលិតពូជខ្លួនឯងបានប្រមាណជាង300លានកូនក្នុងមួយឆ្នាំសម្រាប់គ្រប់គ្រងនិងជំរុញវារីវប្បកម្មជាមួយគ្នានេះមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍវារីវប្បកម្មសមុទ្រអាចញាស់កូនត្រីឆ្ពង់ត្រីតុកែបាន50,000កូននិងកូនក្តាមថ្មបាន30,000កូនក្នុងមួយឆ្នាំសម្រាប់ចែកចាយដល់បងប្អូនវារីវប្បករនិងបានភ្ញាស់កូនក្តាមសេះ
ចំនួនជាង2លានកូនលែងចូលទៅក្នុងធម្មជាតិវិញដើម្បីបង្កើនផលស្តុកសមុទ្រនិងផលចាប់របស់ប្រជានេសាទយើងទន្ទឹមនឹងនេះនៅក្នុងឆ្នាំ2025មជ្ឈមណ្ឌលក៏បានជោគជ័យក្នុងការភ្ញាស់កូនសេះសមុទ្រចំនួន100ក្បាលជាលើកដំបូងផងដែរលើសពីនេះទៅទៀតក្រសួងនិងរដ្ឋបាលខេត្តបរសៀនអនុនិងក្រុមការងារខេត្តបរសៀនអនុដឹកនាំដោយឧត្តមឧបនាយករដ្ឋមន្ត្រីចាយសម្អាលក៏បានបង្កើតមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្អែកលើវារីវប្បកម្មសមុទ្រលើផ្ទៃដី16ហិកតានៅឃុំសំរងស្រុកព្រៃនប់ខេត្តបរសៀនអនុដើម្បីផ្សព្វផ្សាយនិងគាំទ្របច្ចេកទេសដល់បងប្អូនវារីវប្បករយើងជាងនេះទៅទៀតក្រសួងក៏បានកំពុងយកចិត្តទុកដាក់ជំរុញនិងផ្ដល់នូវការគាំទ្រដល់ការពង្រឹងគុណភាពផលិតផលដើម្បីបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ក្នុងស្រុកនិងនាំចេញផងដែរដោយមកទល់ពេលនេះបានចុះពិនិត្យកសិដ្ឋានវារីវប្បកម្មចំនួន199កន្លែងដើម្បីធានាគុណភាពនៃផលវារីវប្បកម្មនិងបានផ្ដល់វិញ្ញាបនបត្រការអនុវត្តវារីវប្បកម្មល្អជូនដល់ប្រជាវារីវប្បករជាបន្តបន្ទាប់ទន្ទឹមនឹងនេះតាមរយៈកិច្ចសហការជាមួយសហភាពអឺរ៉ុបក្នុងការអនុវត្តគម្រោង Catfish Capture ក្រសួងបានផ្ដល់នូវវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផល CQS ដល់សហគ្រាសកែច្នៃចំនួន30រហូតឈានដល់ការនាំចេញផលិតផលចំនួន1566តោនទៅកាន់ទីផ្សារប្រទេសចិនអូស្ត្រាលីនូវែលសេឡង់សហរដ្ឋអាមេរិកវៀតណាមនិងកពើរស់ចំនួន3100ក្បាលទៅកាន់ប្រទេសចិនវៀតណាមកាលពីឆ្នាំ2025កន្លងទៅលើសពីនេះទៅទៀតក្រសួងបានចូលរួមសហការជាមួយនឹងក្រសួងពាណិជ្ជកម្មក្នុងការចុះសិក្សាចុះបញ្ជីក្តាមថ្មខេត្តកោះកុងជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI ដើម្បីបង្កើនការទទួលស្គាល់និងតម្លៃបន្ថែមសម្រាប់ផលិតផលកម្ពុជាជាមួយនឹងផលិតផលគួរជាទីមោទនៈទាំងនេះខ្ញុំបាទសូមយកឱកាសដ៏ល្អប្រសើរថ្លៃថ្លានេះថ្លែងអំណរគុណដល់ជាជើជូនចំពោះសម្ដេចធិបតីរាជរដ្ឋាភិបាលក្រសួងស្ថាប័នពាក់ព័ន្ធរាជធានីខេត្តបញ្ជាការកងទ័ពជើងគោកកម្លាំងនិងអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ព្រមទាំងអង្គការអភិវឌ្ឍដៃគូវិស័យឯកជនដែលបានផ្ដល់ការគាំទ្រនិងសហការយ៉ាងជិតស្និទ្ធក្នុងការចូលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងអភិរក្សអភិវឌ្ឍធនធានជលផលនិងដល់ការរីកចម្រើនជឿនលឿននៃវិស័យកសិកម្មកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតអាដាមលោកជំទាវអង្គពិធីទាំងមូលជាទីមេត្រីជាថ្មីម្ដងទៀតក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិតព្រមទាំងអាដាមលោកជំទាវអ្នកអង្គការលោកស្រីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិលើកទី21ដ៏មានសារៈសំខាន់នេះជាទីបញ្ចប់ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យប្រតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងអស់សូមប្រោះព្រំសពសាធុការពរជ័យជូនសម្ដេចធិបតីលោកជំទាវបណ្ឌិតនិងក្រុមគ្រួសារព្រមទាំងអាដាមលោកជំទាវអ្នកអង្គការលោកស្រីភ្ញៀវកិត្តិយសនិងបងប្អូនជនរួមជាតិទាំងអស់សូមមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចនិងសុភមង្គលគ្រួសារ